ដំណើរការបក glaze peeling របស់ជាង design អ៊ីតាលីពាក្យពេញចិត្តចំពោះដំណើរការមិនល្អឥតខ្ចោះអ្វីដែលមើលទៅហាក់ដូចជាគួរឲ្យរីករាយនិងបន្ធូរអារម្មណ៍តាមពិតគឺជាដំណើរការនៃការបក glaze ចេញពីគ្រឿងស្មូនជាទូទៅ glaze គឺជាស្រទាប់ដែលគេស្រោបពីលើគ្រឿងស្មូនមុនពេលដុតដើម្បីការពារទឹកធន់នឹងកម្ដៅនិងធ្វើឲ្យគ្រឿងស្មូនមើលទៅភ្លឺរលោងការប្រើប្រាស់កំហុសជាសិល្បៈជាធម្មតា glaze box គឺជាសញ្ញានៃការដុតដែលមិនល្អឥតខ្ចោះដែលបណ្ដាលមកពីអត្រាពង្រាកនៃ glaze មានកម្រិតទាបជាងទូគ្រឿងស្មូនដោយមនុស្សព្យាយាមស្លៀកសម្លៀកបំពាក់តូចពេកធ្វើឲ្យ glaze ប្រេះឬរបូតចេញតែសម្រាប់ជាង design ជនជាតិអ៊ីតាលីរូបនេះបានប្រើប្រាស់គោលការណ៍នេះយ៉ាងប៉ិនប្រសប់គាត់បានបណ្ដោយឲ្យ glaze របូតចេញទាំងស្រុងដោយចេតនាដើម្បីបង្កើតលំនាំនឹងផ្ទៃក្រឡាដែលមិនទៀងទាត់ឬ irregular textures លើផ្ទៃគ្រឿងស្មូនតាមរយៈវិធីនេះគាត់បានផ្លាស់ប្ដូរគ្រឿងស្មូនទៅជាស្នាដៃសិល្បៈតែមួយដែលមានតម្លៃថ្លៃខ្លាំងគន្លឹះភាពច្នៃប្រឌិតគឺការប្រើប្រាស់កំហុសឬភាពមិនល្អឥតខ្ចោះឲ្យទៅជាប្រសិទ្ធភាពសិល្បៈដែលប្រាថ្នាចង់បាន